ក្រោយចាប់ផ្ដើមកាន់បិណ្ឌហើយដូច្នេះហើយចិត្តបានស្ដាប់ឮសំឡេងទំនួញប្រែឮសំឡេងបារាភវ័នសោតប៉ុន្តែបានស្ដាប់តែពេលនៅស្រុកតែពុកម៉ែបងប្អូនដោយសារតែផ្ទះនៅស្រុកគឺនៅជិតវត្តដែរចម្ងាយពីវត្តនឹងប្រហែលតែ1គីឡូម៉ែត្រអីគឺដល់វត្តហើយអញ្ចឹងពេលរាល់ឆ្នាំពេលទៅកាន់បិណ្ឌអីហ្នឹងគឺតែម៉ោង3ម៉ោង4ព្រឹកចាប់ផ្ដើមឮសំឡេងមេក្រូពីខាងវត្តឮសំឡេងទំនួញប្រែឮសំឡេងបារាភវ័នសោតទៅណាពុកម៉ែបងប្អូនឮទៅគឺព្រោះខ្លាំងមែនតើហើយរាល់ឆ្នាំគឺតែងតែបោះបាយបិណ្ឌរាល់ឆ្នាំប៉ុន្តែឆ្នាំនេះអត់ទាន់ហ៊ានសម្រេចចិត្តថាបានបោះបាយបិណ្ឌឬអត់ទេដោយសារតែនៅឆ្ងាយផ្ទះឆ្ងាយស្រុកផងណាមួយដោយសារតែខាងសាលាក៏អត់ទាន់វ៉ាកងបើសិនវ៉ាកងទៀតប្រហែលនៅរកការងារធ្វើសិនរកថវិកាទៅបងថ្លៃសាលាឆ្នាំក្រោយណាពុកម៉ែបងប្អូនអញ្ចឹងទៅបោះបាយបិណ្ឌឆ្នាំនេះអត់ទាន់ហ៊ានសម្រេចថាបានបោះឬអត់ទេប៉ុន្តែបើរាល់ឆ្នាំវិញគឺមួយឆ្នាំយ៉ាងហោចណាស់ក៏ទៅបោះបាន3 4ដង5ដងអីដែរតែឆ្នាំនេះចាំមើលសិនបើថាខ្ញុំបានទៅលេងស្រុកហ្នឹងតែរកថាសល់មកបិណ្ឌចុងក្រោយបិណ្ឌ13អីហ្នឹងពុកម៉ែបងប្អូនចាំមើលទៅបោះបាយបិណ្ឌអញ្ចឹងណាជួនកាលឬបិណ្ឌ14អីចាំមើលទៅបោះបាយបិណ្ឌណាក៏ទៅលេងស្រុកថ្ងៃភ្ជុំតែម្ដងនោះអញ្ចឹងមានន័យថាទៅលេងបានមុនភ្ជុំមួយថ្ងៃ2ថ្ងៃដែរដោយសារភ្ជុំគឺថ្ងៃ15រោចអញ្ចឹងទៅគឺប្រហែលថ្ងៃ13 14អីនៅសល់2ថ្ងៃដែរអញ្ចឹងប្រហែលទៅបោះថ្ងៃហ្នឹងទៅដឹងពុកម៉ែបងប្អូនហើយខ្ញុំបញ្ចូលសម្លេងនេះគឺរៀងពិបាកបញ្ចូលសម្លេងខ្លាំងមែនតើពុកម៉ែបងប្អូនដោយសារតែឮសម្លេងធុងបាសនៅសងខាងពេលបញ្ចូលសម្លេងម្ដងគឺរៀងពិបាកដែរដោយសារតែពេលថ្ងៃឡើងគឺឮសម្លេងច្រើនខ្លាំងមែនតើអញ្ចឹងមិនថាចង់ទៅនៅស្រុកវិញនៅស្រុកគឺមិនសូវមានសម្លេងរំខានច្រើនទេប៉ុន្តែបើនៅទីនេះគឺរាល់យប់គឺឮសំឡេងម្ដងគឺប៉ុន្តែធ្វើម៉េចទេនៅទីក្រុងចឹងឯងពុកម៉ែបងប្អូនមានតែទ្រាំស្ដាប់នឹងឯងដោយសារតែសំឡេងគឺលឺខ្លាំងមែនតើដល់យប់ជ្រៅណាប៉ុន្តែធ្វើម៉េចមានតែទ្រាំមកដូចនៅស្រុកស្រែទេនៅស្រុកស្រែគឺស្ងប់ស្ងាត់ខ្លាំងមែនតើអញ្ចឹងបានថាចង់ទៅនៅស្រុកស្រែវិញប៉ុន្តែទ្រាំធ្វើម៉េចមករៀន4ឆ្នាំសិនទ្រាំ4ឆ្នាំសិនទៅទ្រាំស្ដាប់សំឡេងសិនទៅណាពុកម៉ែបងប្អូនហើយពេលបញ្ចូលសម្លេងម្ដងគឺពិបាកខ្លាំងមែនតើដោយសារតែសម្លេងមកពីខាងក្រៅឮច្រើនតែមិនថាសម្លេងគ្រប់ប្រភេទគឺមានគ្រប់យ៉ាងគ្រប់បែបយ៉ាងណាអញ្ចឹងទៅគឺពេលបញ្ចូលសម្លេងម្ដងគឺតម្រាំទៅបានមួយវីដេអូគឺអត់ស្រួលទេបើថាបញ្ចូលសម្លេងនៅស្រុកគឺរៀងស្រួលដែរពុកម៉ែបងប្អូនដោយសារតែស្ងប់ស្ងាត់ល្អសោះមានសម្លេងរំខានអីច្រើនទេប៉ុន្តែបើនៅទីនេះគឺសម្លេងច្រើនខ្លាំងមែនតើគ្រប់សពបែបយ៉ាងហើយបន្ទាប់ពីភ្ជុំអីហ្នឹងគឺប្រហែលនៅរកការងារធ្វើសិនពុកម៉ែបងប្អូនហើយតទៅភ្ជុំទៅបានទៅលេងស្រុកឆ្នាំនេះប្រហែលអត់ទាន់ហ៊ានសម្រេចចិត្តថាបានបោះបាយបិណ្ឌឬអត់ទេណាមួយដោយសារតែអត់ទាន់បានទៅលេងស្រុកហើយនៅឆ្ងាយស្រុកទៀតអញ្ចឹងចាំមើលពេលភ្ជុំចាំទៅវត្តសរុបណាពុកម៉ែបងប្អូនបើថារាល់ឆ្នាំវិញគឺទៅបោះរហូតប៉ុន្តែឆ្នាំនេះសូមឆាចោលមួយឆ្នាំសិនហើយវីដេអូខ្ញុំថ្ងៃនេះគឺអត់សូវមានអីច្រើនតែពុកម៉ែបងប្អូនហើយនិយាយវិញគឺរឿងខុសឆ្គងអធ្យាស្រ័យខន្តីអភ័យទោសផងដោយសារតែមានសម្លេងមកពីខាងក្រៅអញ្ចឹងទៅគឺស្ដាប់អត់សូវបានតែសូម្បីតែបញ្ចូលសម្លេងក៏ស្ដាប់អត់ចង់បានដែរដោយសារតែសម្លេងច្រើនពេកណាមួយសម្លេងគឺមានគ្រប់ប្រភេទអញ្ចឹងទៅពេលបញ្ចូលសម្លេងម្ដងសូម្បីតែសម្លេងខ្លួនឯងក៏ខ្ញុំស្ដាប់អត់ចង់បានដែរដោយសារតែសម្លេងរំខានច្រើនពេកណាពុកម៉ែបងប្អូនអរគុណច្រើនជម្រាបលាជួបគ្នានៅវីដេអូក្រោយ